ញ៉ាំវាភ្លាមទៅបិទហើយលោកអាចស្នើសុំឈប់សម្រាកមួយថ្ងៃទៀតបានបើសិនជាលោកមិនទាន់សះស្បើយនៅឡើយទេនេះតើលោកបានវាស់សីតុណ្ហភាពរបស់លោកមុននឹងចេញពីផ្ទះហើយឬនៅមើលខ្ញុំស្ទាបលោកតិចមើលនេះខ្ញុំបានជាសះស្បើយហើយសូមកុំមករំខានខ្ញុំទៀតអីនេះតើហេតុអីបានជាលោកខឹងនេះខ្ញុំមានបានខឹងណានេះតើចង់ឲ្យខ្ញុំនិយាយពាក្យដល់អាម៉ាស់មួយថាខ្ញុំច្រឡំថានាងចូលចិត្តខ្ញុំមែនដែរទេមិនសមហេតុសមផលទេគ្រាន់តែឃើញមកក៏ខ្ញុំដឹងថាលោកខឹងដែរនាងខ្ញុំបាននិយាយរួចហើយថាក្មេងប្រុសនិងក្មេងស្រីនៅជិតគ្នាវាមិនសមរម្យនោះទេបងប្រុសស៊ីនៅក្នុងថ្មីនេះធ្វើខ្លួនចំណៃដល់ហើយតើគាត់មានការអ្វីទេលោកតារបស់គាត់បានជេរស្ដីគាត់អញ្ចឹងតាំងទៅធ្វើឲ្យគាត់មានអារម្មណ៍មិនល្អហើយប្រហែលជា2 3ថ្ងៃទៀតគាត់នឹងលែងអីហើយវាទោះបីជាកេងឆេងវិនបាននិយាយថានោះជារឿងអ្វីដែលបានកើតឡើងក៏ដោយប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាដូចជាខុសប្រក្រតីនេះខ្ញុំបានចេញទៅក្រៅនៅពេលដែលថ្ងៃត្រង់ហើយក៏បានតែងរុក្ខជាតិដែលដើមមួយផងហើយខ្ញុំសង្ឃឹមថាពេលដែលគាត់ឃើញរុក្ខជាតិបៃតងខ្លះគាត់នឹងមានអារម្មណ៍ធូរស្រាលជាងមុនឆើនេះហេតុអ្វីបានជាវាមិនដំណើរការតែខ្ញុំគួរតែលើកទឹកចិត្តគាត់បានដោយរបៀបណាទៅវាមិនចម្លែកទេដែលក្មេងស្រីម៉ាស់តូចមិនសម្លឹងមកខ្ញុំទោះបីជាខ្ញុំសង្ហាយ៉ាងនេះក៏ដោយមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំលូតខ្ញុំមិនឈប់សោះតែមានរឿងអ្វីកើតឡើងឡើយនេះអ្នកទាំងអស់គ្នាអានខ្លួនឯងបានណែចៅមីងស៊ីតើនាងកំពុងតែមើលអីតើមានផ្កាដងនៅលើមុខរបស់មិត្តរួមតុរបស់នាងមែនអូហេតុអីបានជាចៅយ័ន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះទៀតហើយនាងក៏ជាអ្នកឡើងឆាកប៉ុន្មានឆ្នាំមុនដែរតែពិធីក៏មិនធុញទ្រាន់នឹងនាងទេឬនេះតែឯងនិយាយអីចៅយានស្អាតហើយថែមទាំងស្លូតបូតទៀតបើឯងទទួលយកមិនបានទេក៏បិទមាត់ទៅនេះតែចៅយាននឹងទេថាឯងបានលួចប្រយោងប្រឡងរបស់ឪពុកឯងដើម្បីនាងហើយថានាងនឹងចាំពីអ្វីដែលឯងបានជួយបន្ទាប់ពីនេះដែរទេនេះតែឯងដឹងអីខ្លះទៅចៅយានបានយល់ព្រមទៅមើលកូនជាមួយខ្ញុំនៅចុងសប្តាហ៍នេះហើយខ្ញុំនៅតែមានឱកាសហេតុអ្វីបានជាលូយេមើលមិនឃើញនាងថាមិនស្អាតដូចជានៅពេលដែលខ្ញុំទទួលបានលទ្ធផលទៅ DNA ដែលបញ្ជាក់ពីការសង្ស័យរបស់ខ្ញុំនឹងបកអាក្រាតទៅកាន់ចៅយ័ន្តយានតើរឿងរ៉ាវរបស់បងប្រុសឯងបានដោះស្រាយនៅហើយតើឯងពិតជាមានបំណងចង់ណាត់ជួបជាមួយនឹងលូយេមែនទេយើងគ្រាន់តែទៅមើលកូនជាមួយគ្នាខ្ញុំមិនដែលយល់ព្រមណាត់ជួបជាមួយនឹងអ្នកណាម្នាក់នោះទេនេះតើអ្នកទាំងអស់គ្នាបានលើទេចៅយ័ន្តបានយល់ព្រមណាត់គ្នាទៅមើលកូនជាមួយនឹងលូយេនៅចុងសប្តាហ៍នេះលក្ខខណ្ឌរបស់នាងត្រូវទៅយកឯកសារដេញថ្លៃរបស់គ្រួសារលូទៅឲ្យចៅចានហួយអញ្ចឹងតើនេះមានអីពាក់ព័ន្ធជាមួយនឹងយើងទៅឯងមិនយល់ទេមូលហេតុដែលចៅយានសុំជំនួយពីចៅចានហួយនោះគឺដើម្បីទទួលបានភាពពេញចិត្តនាងគឺចង់ឲ្យគ្រួសារចៅនៅខាងនាងវាត្រូវដែរទេបងប្រុសស៊ីនេះតែឯងកំពុងធ្វើអីបងប្រុសស៊ីកំពុងតែបំផ្លាញផែនការរបស់ចៅយាន